Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំសាគូរ៉ាតោះយើងមកបន្តសេរីរបស់យើងទៀតកំឡុងពេលដែលហេសូជាមួយនឹងថេហាបានដើរតាមផ្លូវពួកគេក៏បានជួបជាមួយនឹងក្មេងស្រីម្នាក់ដែលនាងគួរឲ្យស្រឡាញ់ខ្លាំងមែនទែនអូននឹងក៏បានសុំឲ្យកូនតុក្កតាខ្លាឃ្មុំរបស់ថេហាខ្លាចជាមិត្តនឹងកូនទន្សាយរបស់នាងថេហាក៏បានយល់ព្រមហើយលេងជាមួយនឹងអូននឹងមកផ្លែតដែរចំណែកហេសូវិញគ្រាន់តែឃើញក្មេងភ្លាមនាងក៏បាននឹកទៅដល់កូនរបស់នាងជាមួយនឹងមីនឈុលដែលបានបាត់បង់កាលពីឆ្នាំនោះឥឡូវនេះបើនាងមានជីវិតប្រហែលជាប៉ុណ្្នឹងហើយចុះបើបែបនោះមែនតើជីវិតរបស់នាងនឹងល្អជាងនេះធ្វើអត់ហេសូបានសុំមកកាន់ខ្លួនឯងតែឈឺចាប់ខូចបានរំលឹករឿងអាក្រក់ៗដែលបានកើតឡើងក្នុងជីវិតរបស់នាងរួចពេលនេះនាងលែងមានអារម្មណ៍សប្បាយអីទាំងអស់ហើយក៏អត់ចង់និយាយហៅថេហាដែរគឺនាងក៏ទៅដើរដំណងទៅផ្ទះវិញយ៉ាងស្ងប់ស្ងាត់ឃើញនាងបែបនេះថេហាក៏បានតាមទៅសួរនាងថានាងអត់ស្រួលខ្លួនមែនឬក៏គាត់ធ្វើខុសអីបើសិនជាគាត់ធ្វើខុសឲ្យគាត់សុំទោសហើយលើក្រោយគាត់លែងធ្វើអញ្ចឹងទៀតហើយហេសូក៏បានឆ្លើយជាមួយនឹងគាត់ប្រមាណដងដែរថាវាមិនមែនជាកំហុសរបស់គាត់នោះទេប៉ុន្តែដោយសារតែថេហានឹងនៅសួរនាំច្រើនពេកអាចារ្យគាត់ក៏បានជ្រោតដៃហើយហួយអាតុក្កតានោះឡើងធ្លាក់ដល់ដីតែប៉ុណ្ណេះថេហាដឹងបាត់ថានាងកំពុងតែគិតពីប្រុសម្នាក់នោះហើយដោយមិនអត់ចិត្តគាត់ក៏បានសួរនាងបញ្ជាក់តែហេសូបែរជាសុំទោសបែបនេះវាមានន័យថាអ្វីដែលគាត់គិតហ្នឹងគឺជាការពិតហើយឥឡូវហ្នឹងថេហាគាត់ខូចចិត្តខ្លាំងមែនទែនព្រោះគាត់គិតថាថ្ងៃហ្នឹងគឺមានតែពួកគេពីរនាក់ប៉ុណ្ណោះមុននេះពួកគេនៅជាមួយគ្នាយ៉ាងមានក្តីសុខមិនក៏ឥឡូវបែរជាបែបនេះវិញទោះបីជាថេហាគាត់ឈឺចាប់ប៉ុណ្ណាក៏ដោយក៏ប៉ុន្តែគាត់ក៏មិនបានបង្ហាញអ្វីច្រើនប្រាប់ទៅកាន់នាងនោះទេគឺគាត់បានត្រឹមតែស្ដាប់នាងហើយត្រឡប់ទៅវិញក្នុងពេលនោះគាត់ចូលមកដល់ស្ដេចឡើងនៅហាងលក់សាច់អាំងថ្ងៃនេះគ្រាន់តែពូឮថាហេសូកំពុងតែរកការងារថែមម៉ោងបន្ថែមគាត់ចាប់ផ្ដើមរអ៊ូដាក់នាងទៀតហើយនៅក្មេងអញ្ចឹងអត់គិតខំថែខ្លួនទេណាចាំមើលតែចាស់ទៅដឹងខ្លួនហើយគាត់ពិតជាមិនចង់ឲ្យនាងធ្វើបែបនេះនោះទេដូច្នេះគាត់ក៏សម្រេចចិត្តថានៅខែក្រោយចាំគាត់ឡើងប្រាក់ខែឲ្យទាំងពីរនាក់ហ្មងណាមួយពីរនាក់នឹងធ្វើការនៅនេះក៏រៀងហត់នឿយដែរគ្រាន់តែលឺអញ្ចឹងភ្លាមអាចារ្យគាត់ក៏បានបដិសេធគាត់ថានេះមិនមែនជាអ្វីដែលគាត់ចង់បាននោះទេនាងគ្រាន់តែចង់សួរគាត់ខៃឡូមានកន្លែងការងារណាគេរើបុគ្គលិកអីអញ្ចឹងស្របទៅគឺមិនមានន័យថាគេកុកចង់ឡើងប្រាក់ខែទេបន្តិចក្រោយមកយើងក៏បានឃើញថាថេហីឥឡូវហ្នឹងគឺគាត់មកដល់ក្បែរហ្នឹងហ្មងខូចពីបានឃើញស្ថានភាពនៅម្ដុំនេះហើយគាត់មានអារម្មណ៍ថាដូចជាមិនសូវស្រួលនោះទេមើលទៅកាន់ហាងដែលសង្សារថេហាកំពុងតែធ្វើការគឺហិតតែពិបាកភ្នែកខ្លាំងទៀតបែបនេះគាត់ជឿជាក់ 100% ថាម្នាក់ស្រីហ្នឹងគ្រាន់តែថេហាយកមកលេងសើចតែប៉ុណ្ណោះគិតមើលបើគេស្រឡាញ់មែនណាគ្មានណាគេឲ្យមកធ្វើការនៅកន្លែងហ្នឹងឯងបន្តិចក្រោយមកយើងក៏បានឃើញថាអាចារ្យហេសូក៏បានយកសម្ភារមកបោះចោលនៅខាងក្រៅបន្ទាប់ពីកូនចៅរបស់គាត់ប្រាប់ថាម្នាក់ហ្នឹងភ្លាមថេហាចាប់ផ្ដើមដោះវ៉ែនតាមើលបដ ாய் ដល់តែឃើញគេអញ្ចឹងនិយាយពីថាស្ងាត់មាត់ឈឹងហ្មងដំបងឡាយអាប៉ិតនឹងស្មានតែម្នាក់នឹងអ៊ីចាស់ហើយតាមានដឹងថាស្អាតអញ្ចឹងណាគាត់កូនស្រីស្អាតបដាថេហីក៏បានសួរបញ្ជាក់កូនចៅរបស់គាត់បដាថាម្នាក់នឹងមានកូនអត់ហើយឯកសារលែងលះគ្នានឹងដាច់ប៉ិតអស់នៅបាទមីកូនគាត់មានហើយប្តីក៏លែងដាច់ដែរអេសួរអញ្ចឹងចង់មានន័យមិននេះបន្ទាប់ពីនឹងថេហីក៏បានឲ្យកូនចៅរបស់គាត់នឹងប្រមូលឯកសារតាក់ទងជាមួយនឹងហេសូទៅឲ្យគាត់ផងពេលត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានជួបជាមួយនឹងអ្នកម៉ាក់របស់គាត់ម៉ាក់កូនគេនឹងខានជួបគ្នាយូរហើយឡើង2ឆ្នាំមកដល់តែអញ្ចឹងទៅមីងក៏នឹកថេហីខ្លាំងមែនតើខកពីបានសួរសុខទុក្ខគ្នាឲ្យអស់ហើយអ្នកមីងគាត់ក៏បាននិយាយតាក់ទងជាមួយនឹងការងារវិញម្ដងគាត់ចង់ឲ្យប្រាប់ថេហីឲ្យបានមុនថាបន្តិចទៀតនេះនឹងមានកម្មវិធីដ៏ធំមួយហើយលោកម្ចាស់ប្រកាសជាហៅថេហីទៅកម្មវិធីមួយនោះហើយនេះគាត់ចង់ឲ្យថេហីត្រៀមខ្លួនទុកឲ្យហើយទៅព្រោះថានៅកន្លែងនោះសុទ្ធតែអ្នកធំមានមុខមានមាត់អ្នកមីងក៏រំពឹងថាលោកម្ចាស់ប្រកាសជាណែនាំថេហីទៅឲ្យមនុស្សទាំងអស់នោះបានស្គាល់ហើយគ្រាន់តែលើតែប៉ុណ្្នឹងថេហីថ្លើមហិចដូចគ្រាប់ជីអញ្ចឹងទីបំផុតអ្វីដែលគាត់ចង់បានហ្នឹងគឺចិត្តមកដល់ហើយចំណែកថេហាវិញទោះបីជាឥឡូវគេមានការងារកាន់ក្នុងដៃក៏ដោយតែបន្តិចទៀតហ្នឹងការងារទាំងអស់នោះគឺត្រូវផ្ទេរមកគេឆាប់មិនខានអ្នកទាំងអស់គ្នាដឹងអត់លោកម្ចាស់ BMT ជូហ្នឹងគឺគាត់ជាមនុស្សតឹងរ៉ឹងខ្លាំងមែនតើជាធម្មតាគឺគាត់មិនសូវលើឈ្មោះកូនរបស់គាត់ហ្នឹងទៅកាន់សាធារណជននោះទេតែរឿងប៉ុណ្ណឹងវាពិបាកណាស់ទៅហើយជួទម្រាំឲ្យគាត់ប្រកាសថាណែគេជាអ្នកស្នងមរតកបន្តទៀតលើកនេះបើសិនជាថេហីគាត់បានឱកាសហ្នឹងមែននោះមានន័យថាអ្វីៗគ្រប់យ៉ាងក៏គង់តែធ្លាក់ក្នុងដៃរបស់គាត់ដែរខពីអ្នកម៉ាក់ត្រឡប់ទៅវិញបាត់ថេហីក៏អង្គុយគិតសប្បាយចិត្តតែម្នាក់ឯងប៉ុន្តែដំណឹងដ៏ល្អតែមួយនេះមិនទាន់ធ្វើឲ្យគាត់ស្ងប់ចិត្តនោះទេគាត់នៅចង់ចាត់ការថេហាឲ្យខ្លាំងជាងនេះទៀតយើងក៏លេចមកមើលអាចារ្យហេសូឯនេះវិញឥឡូវហ្នឹងគឺគាត់បានចេញពីធ្វើការហើយតែថាយប់នេះដោយសារតែរវល់ពេកអញ្ចឹងទៅរៀងចេញយប់បន្តិចអញ្ចឹងទៅបងស្រីក៏មានអារម្មណ៍ថាអត់សូវល្អនោះទេម្ដុំនេះអត់សូវសុវត្ថិភាពផងអញ្ចឹងទៅហេសូគួរតែហៅម្នាក់នោះឲ្យមកយកហើយហៅមិនកើតបើថ្ងៃមុននឹងឆ្លោះគ្នាបាត់ហើយនឹងប៉ុន្តែអាចារ្យរបស់យើងថ្ងៃនេះគឺនឹកគេខ្លាំងយកតែមែនតែនហ្មងនាងឆ្ងល់ថារហូតដងគាត់តបសាររហូតហ្នឹងប៉ុន្តែឥឡូវនេះខឹងតែបន្តិចសោះគេបែរជាអត់តាក់ទងមកនាងឡើងពេញមួយថ្ងៃហ្មងសូម្បីតែផ្ញើសារទៅមុនក៏គេអត់តបដែរហួយថេហានឹងធ្វើអីចឹងនេះថ្ងៃនេះរវល់អីគេមិនបានអត់ខ្វល់ពីអាចារ្យរបស់គេសោះចឹងត្បូងឡាយអត់មានខំតែភ័យថាប៉ាក់នឹងអត់ទៅធ្វើការឲ្យដេកខឹងអាចារ្យរបស់យើងឯតាប៉ុន្តែអត់ទេឥឡូវហ្នឹងគេនៅកន្លែងធ្វើការឲ្យរវល់ទៀតអីដែលសំខាន់ណាស់ថ្ងៃនេះគេបានមកជួបជាមួយនឹងប៉ាដោយផ្ទាល់
គាត់បាននិយាយប្រាប់ថេហាថាកម្មវិធីតាំងពីពណ៌ដែលអ្នកម៉ាក់របស់គេបានរៀបចំហ្នឹងគឺចិត្តមកដល់ហើយក្នុងកម្មវិធីនោះគឺមានភ្ញៀវធំៗជាច្រើនអញ្ចឹងហើយនាងប្រកាសជាត្រូវការអ្នកជួយហេតុនេះគឺគាត់ចង់ឲ្យថេហាទៅជាមួយនឹងនាងលោកម្ចាស់ធំអីក៏ខ្ជូតមែននេះស្មានតែខ្លាចប្រពន្ធនៃតាបន្ទាប់ពីចប់ពីការងារភ្លាមយើងក៏បានឃើញថាថេហាឥឡូវហ្នឹងគឺឈួនចាំទៀតហើយព្រោះថាឥឡូវហ្នឹងគេដល់ម៉ោងគិតរឿងផ្ទាល់ខ្លួនហើយបើសិនមិញហ្នឹងអាចតែបើយើងធ្វើរឿងជាច្រើនដែលធ្វើឲ្យគាត់អន់ចិត្តត្បូងឡាយសិតតែអត់ទុកចិត្តគាត់ហើយគិតថាគាត់ហ្នឹងតែគេជាមួយនឹងផ្សេងតែនៅជាក់ស្ដែងទៅគេគ្មានល្អឲ្យសុទ្ធហ្មងអារឿងប៉ុណ្ណឹងមិនសូវខឹងប្រហែលទេខឹងខ្លាំងជាងគេហ្នឹងគឺអារឿងដែលគេគិតពីប្តីរបស់គេហ្នឹងហ្មងថេហាគ្នាខំស្រឡាញ់អាចារ្យឡើងប៉ុណ្ណឹងហើយនៅតែគាត់អត់ដឹងទៀតហត់តែថ្ងៃហ្នឹងជីវិតរបស់គាត់គឺគ្មានស្ដាយអីទាំងអស់ហ្នឹងគាត់បន់ឲ្យតែថ្ងៃណាមួយអាចារ្យនាំគាត់រត់ចេញពីកន្លែងនេះឲ្យបាត់គិតបដាដើបដាឥឡូវហ្នឹងមកដល់ផ្ទះអាចារ្យហេសូបដ ாய் អាពេលដើមមិញមកឡើងមុំដល់តែពេលបើកទ្វារមកខ្វាច់ឃើញអាចារ្យពាក់កៅអៅរបស់គាត់ហើយមានតែកៅអៅហ្នឹងមួយគឺនៅមានរបស់ជាច្រើនទៀតដាក់ព្រាយឡើងពេញហ្នឹងហ្មងថេហាឆ្លាតណាស់បើនិយាយច្រើនក៏គាត់កាត់ន័យយល់បានដែររៀបតែនឹងដើរចូលហើយហ្នឹងអាចារ្យរបស់យើងក៏បានខាត់ព្រោះតែឥឡូវហ្នឹងគាត់គិតថាវាគឺជាការយល់សប្តិថៃបើមិនគិតចឹងព្រោះថាប្រហែលថ្ងៃហ្នឹងគាត់យល់សប្តិឃើញថេហាមករហូតហ្នឹងនាងបានស្អែកប្រាប់គាត់ថាបើសិនជាមករតែក្នុងយល់សប្តិលើក្រោយមិនបាច់មកទេថ្ងៃមុនណាគេថាយកកៅអៅមកឲ្យមកគេនៅហ្នឹងប៉ុន្តែបែរជាអត់នាងចាំគាត់ពីមួយថ្ងៃទៅមួយថ្ងៃឥឡូវហ្នឹងគ្រាន់តែខឹងតែញទួយគាត់អត់តបសាររបស់នាងទៀតធ្វើអញ្ចឹងដឹងអត់ថានាងឈឺចាប់ខ្លាំងណាស់ហើយនាងក៏នៅគាត់ខ្លាំងទៀតនាងសង្ឃឹមថាគាត់អាចនឹងមកនៅជាមួយនាងឆាប់ៗហ្នឹងប៉ុន្តែបែរជាអត់ដូចការគិតអាចារ្យរបស់យើងទៅឲ្យលក់គ្មានណាគេទប់ជាប់ទេហើយនិយាយចេញមកឡើងខ្ទេចខ្ទីអស់ហ្មងបើនិយាយពីថេហាវិញគេឈរស្ដាប់ឡើងកៀងហ្មងប៉ុន្តែកៀងនេះមានកៀងសែទេណាគឺថាសុបាយចិត្តចង់ផ្ទុះហើយភ្លាមថេហាក៏បានដើរចូលទៅចាប់អាចារ្យរបស់យើងហើយសុបាយចិត្តក៏សុបាយទៅចាំបាច់ធ្វើអញ្ចឹងធ្វើអីនេះបើហេសូវិញឥឡូវហ្នឹងគេចាប់ផ្ដើមចម្លែកចិត្តហើយហត់តែដងប្រាប់ថេហាឲ្យចេញអញ្ចឹងដឹងតែគាត់ចេញហើយប៉ុន្តែលើកនេះមិនអត់ស្ដាប់ចឹងឬក៏គេអាងថាក្នុងយល់សប្តិមួយវិញទៀតយល់សប្តិលើកនេះមានអារម្មណ៍ថាដូចប៉ិតខ្លាំងម៉េចគេធ្វើឡើងអញ្ចឹងឯហ្នឹងគិតថាហ្នឹងជាយល់សប្តិទៀតនេះឡើងតាមដំណាក់កាលតាមក្បួនតាមខ្នាតរបស់គេទៀតនេះហើយបើថេហាវិញក៏អញ្ចឹងដែរបានគេមិនទាន់ដឹងថាហ្នឹងជាការពិតបែបនោះលេអត់មានប្រាប់គេសំបីតែមួយម៉ាត់សោះហ្មងហើយបានតែធ្វើនិយាយថាកុំដេញគាត់ចេញអីធ្វើអញ្ចឹងគាត់ឈឺចាប់ខ្លាំងណាស់មួយសន្ទុះក្រោយមកថេហាក៏បានសួរទៅកាន់នាងថានៅគិតពីបរិមម្នាក់នោះទៀតអត់សួរបដាសិតតែមូដៃអាវបដាកាយណាអាចារ្យគាត់រកឆ្លើយសឹងតែមិនតាន់ទេគាត់បានបដិសេធថាគាត់អាចបានគិតអីទាំងអស់ឥឡូវហ្នឹងសម្បីតែមុនហ្នឹងក៏បានគិតពីណាគេដែរតែចង់និយាយថាទោះបីជាឥឡូវដឹងខ្លួនក៏ហួសពេលបាត់ហើយលើកនេះថេហាលេងឈុតធំទៀតហើយយើងកាត់មកមើលខាងថេហ៊ីអានេះវិញឥឡូវនេះគេក៏កំពុងតែនៅជាមួយនឹងស្រីស្នេហ៍របស់គេដែរអាចារ្យហ្នឹងគាត់ចាប់អារម្មណ៍ឃើញថាថេហ៊ីថ្ងៃនេះរៀងសប្បាយចិត្តខុសធម្មតាមើលទៅគាត់ប្រហែលជាមានរឿងល្អហើយនិយាយចឹងតាក់តងគ្នាយូរហើយកាលណាបានថេហ៊ីព្រមយកនាងធ្វើសង្សារជាផ្លូវការគ្រាន់តែលឺអញ្ចឹងហើយថេហ៊ីគាត់ក៏បានប្រកែកហើយនិយាយថាម្នាក់ស្រីហ្នឹងមិនថែរបស់គាត់ទេថងពេកហីប្រូបន្ទាប់ពីនោះយើងក៏បានឃើញតួស្រីថ្មីដែលឥឡូវនេះគ្រួសាររបស់នាងកំពុងតែបង្ខំឲ្យនាងតាក់ទងជាមួយនឹងកូនប្រុសរបស់តកោបៀមប៉ុន្តែគ្រាន់ថានាងមិនសូវជាចង់ប្រមាណនោះទេព្រោះថាកាលលើកមុនលោកតារបស់នាងប្រាប់នាងកុំឲ្យតាក់ទងជាមួយនឹងតកោមួយនេះដល់តែឥឡូវលោកតារបស់នាងស្លាប់បាត់ប៉ារបស់នាងបែរជាបង្ខំឲ្យតាក់ទងជាមួយនឹងគ្រួសារនឹងទៅវិញកាត់មកខាងថេហ៊ីវិញឥឡូវហ្នឹងអបិនេះញ៉ាំលេងចាញ់ហើយព្រោះអីគាត់ទទួលដំណឹងមកថាហើយកម្មវិធីតាំងពីពណ៌របស់ម៉ាក់គេថេហាក៏អញ្ជើញទៅចូលរួមដែរមិនដែរប្រូឃើញអត់កុំឲ្យសប្បាយចិត្តលឿនពេកឥឡូវនេះស្អែកលេងសំបដ ாய் កាត់ចូលមកដល់ព្រឹកស្អែកឡើងថ្ងៃនេះយើងបានឃើញថាទឹកមុខរបស់ថេហាគឺថាស្រស់បោះខ្លាំងមែនទែនថៃមិនសប្បាយបើឥឡូវគេដឹងថាអាចារ្យចិត្តគេឯហ្នឹងដល់នឹកទៅដល់ពាក្យសម្ដីហេសូនិយាយកាលពីយប់មិញដែលនាងថាថេហាអត់តបសាររបស់នាងនឹងអត់សប្បាយចិត្តឥឡូវហ្នឹងថេហាលេងឲ្យអាចារ្យពិបាកចិត្តទៀតហើយទោះបីជាគាត់រវល់ខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់នៅតែផ្ញើសារទៅកាន់អាចារ្យរបស់យើងរហូតហ្នឹងហើយលើកនេះខ្លាំងជាងរដងទៀតញ៉ាំតាសារមកជុំណាងុំថតរូបទៅរហូតហ្មងមានតាំងពីថតกระดาษការងារផឹកកាហ្វេក៏ប្រាប់គេហើយសំខាន់ណាអាកំពុងប្រជុំហ្នឹងក៏លួចថតធ្វើដៃបេះដូងដាក់ក្រុមតុកទៀតនេះបានគេស្រឡាញ់ដាក់ស្នេហ៍គេយកបដ ாய் បើហេសូវិញឃើញគេផ្ញើរូបមកអញ្ចឹងគាត់អត់ផ្ញើទៅវិញដូចវាមិនសូវសមអញ្ចឹងទៅអាចារ្យគាត់ក៏បានថតអាសាច់នៅលើតុហ្នឹងផ្ញើទៅមួយដែរឥឡូវហ្នឹងថេហាកំពុងតែរវល់ណាប៉ុន្តែដោយសារតែចង់មើលសាររបស់អាចារ្យគាត់ក៏បានប្រាប់ឲ្យបងនៅក្បែរហ្នឹងឈប់និយាយសិនអូយមកគេនិយាយពីថាញឹមចេះរឿងសង្ហាសាហាវព្រៃផ្សៃហ្មងកំឡុងពេលដែលថេហាកំពុងតែមានក្តីសោកបងប្រុសរបស់គាត់ឯនេះគឺកំពុងតែដេកពិបាកចិត្តថេហ៊ីគិតថាហេតុអីបានជាលោកប៉ា
ការរបស់គាត់ហ្នឹងលំអៀងទៅខាងថេហាខ្លាំងម៉េចទោះជាយ៉ាងណាគាត់គឺជាកូនច្បងហើយក៏ជាកូនស្របច្បាប់ទៀតលើកនេះប៉ាប៉ាធ្វើជ្រុលខ្លាំងពេកហើយដោយសារតែមិនអាចធ្វើអ្វីបានថេហ៊ីក៏បានហៅកូនចៅរបស់គាត់ឲ្យមកជួបឥឡូវហ្នឹងគឺគាត់សម្រេចចិត្តហើយគាត់នឹងធ្វើបាបមនុស្សស្រីដែលថេហាស្រឡាញ់ឲ្យគេដឹងថាលេងជាមួយគាត់វាគ្មានរឿងល្អកើតឡើងទេត្បូងឡើយចំណិតរបស់គាត់ក៏មិនសូវហ៊ានដែរព្រោះដឹងថានេះគឺជាមនុស្សស្រីរបស់ថេហាអញ្ចឹងទៅបើសិនជាគេដឹងពួកគេទាំងអស់គ្នាដឹងតែយ៉ាប់ហ្មងមនុស្សពងខឹងនឹងនិយាយចឹងបានទៀតគិតថាថេហ៊ីនឹងខ្លាចប្អូនរបស់គាត់មែន